Yes សួស្តីបងប្អូនមើលថ្ងៃនេះជះលុយ 60000 រៀលទិញត្រេននឹងមើលតើវាមានរសជាតិយ៉ាងម៉េចនេះត្រេនមកពីណាវិញបាទលើកឡើងហើយបាទប្រហែលជាយកមួយហ្នឹងហើយត្រេនហ្នឹងអ្នកលក់គាត់ថាមាន2ប្រភេទដែលយកមកលក់ហ្នឹងមួយនោះគាត់ថាយកមកពីស្រែអំបិលមួយទៀតគាត់ថាមកយកមកពីត្បូងឃ្មុំតែក្នុងចិត្តហ្នឹងចង់យកទាំងពីរតែអត់មានលុយចង់សាកមើលថាវាមានរសជាតិខុសគ្នាយ៉ាងម៉េចពីរប្រភេទហ្នឹងចាខាងលោក 20000 ឥឡូវនេះយកខាងនេះហើយអានេះត្រេនមកពីកំពង់ចាមហើយអានេះមកពីស្រែអំបិលតែឥឡូវយកស្រែអំបិលបងចាមហ្នឹងហើយចាំមើលពេលយកទៅបកហ្នឹងវាបានប្រមាណដាក់មិនកន្លងនឹងកំពុងតែសួរមើលគាត់លក់មិនម៉ាអីចឹងណាបងដែរបងយកហ្នឹងឥឡូវគឺខ្ញុំសម្រេចចិត្តថាយកមួយហ្នឹងនឹងឥឡូវកំពុងតែដាក់ថ្លឹងហើយតែបងប្អូន1-2 គីឡូដល់ពេលបកហើយថ្លឹងសាច់1 គីឡូជាងចឹងសាច់បានច្រើននេះឥឡូវមីង2នាក់នេះគាត់កំពុងតែរៀបចំបកនេះបកហើយតែដល់ពេលថតចេះទៅឃើញតូចបកហើយនេះចាញ់ណាសាច់ល្អណាស់ហើយរសជាតិឆ្ងាញ់ហ្មងហូប2ថ្ងៃមិនអស់បកចាញ់មកនេះសាច់ឡើងលឿងឡើងក៏អូបឈ្ងុយហ្មងហ្នឹងបងស្រីស្រង់2នាក់ហ្នឹងបងស្រីស្រង់ហើយមើលបានប្រមាណគ្រាប់មិញមួយហើយមីងនោះគាត់ចាក់នឹងក្បិតនោះបានមួយទៀត2ហើយបាន2ហើយហ្នឹងហើយលើបកបានមួយទៀតហើយបាន3ខ្លែបហើយមើលមួយផ្លែហ្នឹងមួយផ្លែ2 គីឡូហ្នឹងបានប្រហែលខ្លែប3ហើយអានេះមួយទៀតនេះហើយខ្វាក់មកត្មង4ខ្លែបនោះនៅមួយខ្លែបទៀតចឹងបាន5ខ្លែបដល់ពេលថ្លឹងទៅ1 គីឡូ1ខាំអញ្ចឹងបើគិតទាំងសបវា2 គីឡូ